sin ក្រេ x ចាលើអីខាងក្រោមមានទុកដៃយើងអត់ប៉ះពាល់ទេយើងទៅសេឡើងវិញគឺ sin ក្រេ x កូក្រេ x ហើយបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់សាលាបងរៀន Enhance ជួបអ្នកគ្រូម្ដងទៀតហើយអ្នកគ្រូតពីវីដេអូមុនទៅទល់ជាមួយនឹងអង្គតិក្រាលអញ្ចឹងកាលពីវីដេអូមុនយើងដោះស្រាយបានពីលំហាត់អញ្ចឹងនៅសល់មួយលំហាត់ទៀតគឺខ្ទង់កូអញ្ចឹងកូគេមានការរបស់យើងគឺស្មើជាមួយនឹងអង្គតិក្រាលកូ 2x លើ sin ក្រេ x កូក្រេ x dx អូខេអញ្ចឹងតើនេះវាដោះស្រាយគឺអ្នកមើលទាំងអស់គ្នាអញ្ចឹងអ្នកគ្រូសរសេរថាយើងរក្សាខាងក្រោមមកដែរយើងបំបែកនៅខាងលើអញ្ចឹងតើជាមួយនឹងនេះយើងត្រូវចាំរូបមន្តត្រៃកោណមាត្រមួយអញ្ចឹងកូ 2 របស់យើងគឺស្មើនឹងអីអញ្ចឹងកូ 2x របស់យើងគឺវាស្មើជាមួយនឹងកូក្រេ x ដក sin ក្រេ x ចាអញ្ចឹងបើនេះអ្នកគ្រូចំនួនដោយកូក្រេ x ដក sin ក្រេ ហ្នឹងចំនួនអីចំនួនកូ 2x ដោយកូក្រេ x ដក sin ក្រេ x វិញអូខេឥឡូវយើងមើលអញ្ចឹងកាលនេះអ្នកគ្រូបដូរហើយណានៅពេលដែលយើងចំនួនទៅវាស្មើជាមួយនឹងកូក្រេ x ដក sin ក្រេ x ចាលើអីខាងក្រោមមានទុកដៃយើងអត់ប៉ះពាល់ទេយើងទៅសេឡើងវិញគឺ sin ក្រេ x កូក្រេ x dx អូខេដល់ដំណាក់កាលនេះហើយគឺយើងផ្ដាច់ភាគបែងចឹងអ្នកគ្រូផ្ដាច់ភាគបែងចឹងតើនេះវាមាន2តូចយើងផ្ដាច់បានទៅជាយើងផ្ដាច់បានទៅជាកូក្រេ x លើចឹងដល់ពេលយើងផ្ដាច់ខាងក្រោមវាគឺកន្លែងនេះ sin ដដែល sin ក្រេ x កូក្រេ x ដដែលមិនផ្ដាច់ទៅបាន sin ខាងអីគេ sin ខាងនេះណាចឹងផ្ដាច់ទៅគឺយើងបានដដែលហើយដកជាមួយនឹងហើយភាគបែងរបស់វាគឺដដែលណាហើយដកជាមួយនឹង sin អង្គតិក្រាលហើយចំណុចនេះយើងប្រើគ្នាសិនទៅចាដកជាមួយនឹង sin ក្រេ x លើខាងក្រោមរបស់យើងគឺ sin ក្រេ x កូក្រេ x ចឹងដេអូខេបន្តមកទៀតកាលនេះយើងអ្នកគ្រូសម្រួលអូខេចឹងអ្នកគ្រូសម្រួលកាលនេះយើងឃើញថាយើងមានកូខាងលើយើងមានកូក្រេខាងក្រោមយើងមានកូក្រេគ្នាចឹងយើងអាចសម្រួលកូក្រេបានចឹងបើយើងសម្រួលកូក្រេចឹងនៅសល់អីកន្លែងនេះនៅសល់ខាងលើយើងសម្រួលកូចឹងនៅសល់1មិនសល់0ណានៅសល់1អូខេចឹងយើងបាន1លើអីយើងសល់សម្រួលកូក្រេចឹងនៅសល់ sin ក្រេចឹងនៅសល់ sin ក្រេ x ដកជាមួយនឹងហើយជាមួយនឹងអីកាលនេះអ្នកគ្រូសម្រួល sin ចេញដោយសារតែខាងលើគឺមាន sin ខាងក្រោមមាន sin ចឹងយើងអាចសម្រួល sin ចេញនៅសល់អីនៅសល់តែ1ដក1លើកូក្រេ x តោះចឹងកាលនេះកូនចង់ផ្ដាច់អង្គតិក្រាលយើងក៏បានមិនផ្ដាច់ក៏បានដែរចឹងបើយើងផ្ដាច់យើងបានឧបមាថាយើងផ្ដាច់ចោលចឹងយើងបានអង្គតិក្រាល1លើ sin ក្រេ x dx ដកជាមួយនឹងអង្គតិក្រាល1លើកូក្រេ x dx អូខេចឹងយើងត្រូវកាលនេះគឺយើងត្រូវចាំរូបមន្តរបស់យើងចឹងអ្នកគ្រូបានលើកមកដែរចឹងអង្គតិក្រាល1លើ sin x អង្គតិក្រាល1លើ sin ក្រេ x ស្មើអីនេះអង្គតិក្រាល1លើ sin ក្រេ x គឺវាស្មើជាមួយនឹងដកកូតង់ x ចឹងយើងបានទៅជាដកកូតង់វិញចឹងយើងបានដកជាមួយនឹងកូតង់ x ហើយកាលនេះយើងមានដកមកដកចឹងអង្គតិក្រាល1លើកូក្រេ x អង្គតិក្រាល1លើកូក្រេ x គឺវាស្មើជាមួយនឹងតង់ចឹងយើងបានប៉ុន្តែនៅខាងមុខនេះបែបនេះគឺមានសញ្ញាដកចឹងយើងបានដកតង់ដកតង់ x បូកជាមួយនឹង c ដែល c ជារបស់ a អាចារ្យហ្នឹងគឺជាចំលើចឹងដូចនេះមកដូចនេះការរបស់យើងគឺស្មើជាមួយនឹងដកកូតង់ x ដកតង់ x បូក c ដែល c គឺជារបស់ a អាចារ្យហ្នឹងគឺជាលំហាត់អក្សរគោចឹងលំហាត់អក្សរលំហាត់នេះបានគឺយើងត្រូវចាំរូបមន្តត្រៃកោណមាត្រមួយកន្លែងកូ 2x ណាគឺវាស្មើជាមួយនឹងកូក្រេ x ដក sin ក្រេ x ចឹងតែយើងផ្ដាច់ភាគបែងយើងសម្រួលទៅយើងអាចដោះស្រាយបានហើយចាចឹងទៅជាមួយនឹងវីដេអូនេះអ្នកគ្រូមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាអាចយកបានបើមានចម្ងល់អាចទម្លាក់នៅក្នុង